សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការ delete ការកំណត់របស់ Web Asset ដំបូងឡើយយើងចូលទៅលើ menu setting បន្ទាប់មកយើងចូលទៅកាន់ accounting ហើយយើងធ្វើការ click ទៅលើ Web Asset បន្ទាប់មកយើងចូលមកដល់ Web Asset ហើយយើងធ្វើការមកមើលនៅខាងក្រោមគឺជា Result របស់ Web Asset ហើយយើងធ្វើការជ្រើសរើស Web Asset មួយណាដែលយើងចង់ delete បន្ទាប់មកយើង click ទៅលើប៊ូតុង Action ហើយយើងធ្វើការ click ទៅលើប៊ូតុង Delete ដែលនៅខាងក្រោមបន្ទាប់មកយើង click ទៅលើប៊ូតុង OK ហើយយើងនឹងធ្វើការ delete Web Asset មួយចេញ